ក្រោយអំពីបុណ្យចូលឆ្នាំចប់បើសិនជាយើងចេះស្គាល់ប្រមាណក្នុងការសប្បាយយើងមានសតិសម្បជញ្ញៈច្បាស់លាស់ក្នុងការចូលរួមពិធីបុណ្យបើយើងច្បាស់ណាស់ថាយើងនឹងវិលត្រឡប់ទៅកាន់គេហដ្ឋានបើយើងវិញយើងវិលត្រឡប់ទៅកន្លែងធ្វើកិច្ចការងារបើយើងវិញជាមួយនឹងភាពសប្បាយរីករាយប៉ុន្តែយើងមានឃើញលក្ខខណ្ឌពិសេសមួយជាពិសេសភាពមួយសម្រាប់ពុទ្ធសាសនាខ្មែរយើងគឺវត្តអារាមពុទ្ធសាសនាខ្មែរពីព្រោះវត្តអារាមពុទ្ធសាសនាខ្មែរគឺជាមជ្ឈមណ្ឌលសហគមន៍អញ្ចឹងបើទោះបីជាក្រសួងស្ថាប័នរដ្ឋឯកជនលក្ខណៈបានរៀបចំផ្ទះសម្បែងមករៀបចំកន្លែងទទួលទេវតាហើយក៏នៅតែអ្នកទាំងអស់គ្នានោះទាំងមន្ត្រីរាជការតូចធំប្រជាពលរដ្ឋកម្មករនយោជិតលក្ខណៈតែងតែនាំគ្នាទៅរៀបចំធ្វើពិធីកម្មសាសនានិងលេងល្បែងល្បាំប្រជាប្រិយនៅវត្តអារាមត្រង់នេះហើយដែលលក្ខខណ្ឌពិសេសមួយសម្រាប់ជាតិសាសន៍ខ្មែរយើងហៅថាជាវត្តអារាមព្រះពុទ្ធសាសនាខ្មែរអញ្ចឹងមានន័យថាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ពុទ្ធសាសនាព្រហ្មញ្ញសាសនាជំនឿដើមរបស់ខ្មែរទាំងអស់គឺប្រជុំចុះនៅវត្តទាំងអស់អញ្ចឹងវត្តត្រូវរៀបចំខ្លួនយ៉ាងដូចម៉េចណាពិសេសគឺគណៈគ្រប់គ្រងវត្តខ្ញុំបាននិយាយពីគណៈគ្រប់គ្រងវត្តខ្ញុំបាននិយាយដើរទៅលើក្រុម3ក្រុមទី1គឺគណៈសង្ឃវត្តទី2គណៈអាចារ្យវត្តហើយទី3គណៈកម្មការវត្តអញ្ចឹងគណៈទាំង3នេះធ្វើការរួមគ្នាដើម្បីរៀបចំកិច្ចការងារនៅក្នុងវត្តអារាមមុនសង្ក្រាន្តចូលមកដល់តើវត្តគួររៀបចំវាម៉េចច្បាស់ណាស់ថាវត្តមានការរៀបចំទីធ្លាសម្អាតណាទីធ្លាបានល្អរៀបចំចាត់ចែងកន្លែងណាដែលជាកន្លែងពិធីកម្មសាសនាកន្លែងពិធីកម្មសាសនាមានដូចជាកន្លែងទទួលការបាំងស្គរកន្លែងរាប់បាតព្រះសង្ឃកន្លែងពូនភ្នំខ្សាច់កន្លែងពូនភ្នំស្រូវកន្លែងពូនភ្នំអង្គកន្លែងពូនភ្នំប្រាក់ណាកន្លែងស្រង់ទឹកព្រះអញ្ចឹងត្រូវតែមានផែនទីចង្អុលបង្ហាញសម្រាប់ឲ្យបរិស័ទដែលគាត់អញ្ជើញទៅវត្តហ្នឹងគាត់ទៅបដិបត្តិទៅតាមអ្វីដែលគណៈគ្រប់គ្រងវត្តលោកបានរៀបចំអាហ្នឹងផ្នែកពិធីសាសនាហើយផ្នែកពិធីមួយទៀតគឺផ្នែកពិធីលេងល្បែងល្បាំប្រជាប្រិយអញ្ចឹងក៏គណៈគ្រប់គ្រងវត្តហ្នឹងពេលនោះគឺអ្នកតួអង្គសំខាន់គឺគណៈកម្មការនិងលោកអាចារ្យហ្នឹងគឺគាត់ទៅរៀបចំថាកន្លែងណាដែលយើងលេងល្បែងទាញព្រ័ត្រកន្លែងណាយើងចោលឈូងកន្លែងណាយើងបោះអង្គុញកន្លែងណាយើងដណ្ដើមផ្លឹកឈើកន្លែងណាយើងវាយក្អមកន្លែងណាយើងលោតបាវឡាក់អញ្ចឹងគឺក៏មានការរៀបចំក្នុងវត្តគឺរៀបចំឲ្យស្រេចបាច់មុនព្រឹត្តិការណ៍សង្ក្រាន្តចូលមកដល់នៅពេលដែលយើងរៀបចំបានស្រេចបាច់ល្អយ៉ាងដូចនេះហើយយើងឈានដល់ចំណុចទី2គឺពេលដែលសង្ក្រាន្តចូលមកដល់ពេលដែលកម្មវិធីបុណ្យចូលមកដល់ពេលដែលទេវតាចូលមកដល់ច្បាស់ណាស់ថានៅពេលដែលយើងផែនការហៅថាជាផែនការសមត្ថកម្មយើងបានរៀបចំច្បាស់លាស់ហើយអញ្ចឹងដល់ពេលដែលបរិស័ទគាត់អញ្ជើញមកគ្នាច្រើនយើងមិនពិបាកទេពីព្រោះមុខងារការចាត់ចែងការគ្រប់គ្រងទៅលើទីតាំងមួយក៏វត្តអារាមបានរៀបចំឲ្យស្រេចអញ្ចឹងបរិស័ទដែលគាត់អញ្ជើញទៅក៏គាត់ដឹងថាគាត់ទៅធ្វើអីជាមួយគ្នានឹងផងដែរមុនហ្នឹងក៏មានការរៀបចំព្រោះឥឡូវនេះយើងមធ្យោបាយធ្វើដំណើរហ្នឹងគឺពីសម័យដើមមកយើងទៅវត្តដើរទៅទេណាទូលបាយយួរស្រៈតែឥឡូវគេទៅតាមមធ្យោបាយជារថយន្តអញ្ចឹងគណៈគ្រប់គ្រងវត្តគឺក៏មានការរៀបចំនៅទីធ្លាសម្រាប់ចំណតឡានសម្រាប់ចំណតម៉ូតូពោះជៀសវាងនៃការប៉ះពាល់ពោះច្បាស់ណាស់នៅពេលនោះទាំងក្មួយកុមារាកុមារីទាំងលោកយាយទាំងលោកតាទាំងប្រជាពលរដ្ឋបរិស័ទទូទៅគាត់អញ្ជើញទៅវត្តអញ្ចឹងក្មេងខ្មាំងអីគាត់តែងតែរត់លេងអញ្ចឹងបើសិនតែយើងមិនមានការគ្រប់គ្រងទៅលើចំណតបានច្បាស់លាស់ទេចេះតែបើកទៅវាអាចមានរឿងកើតឡើងជាយថាហេតុដោយប្រការណាមួយអញ្ចឹងយើងទៅរៀបចំមុនឲ្យហើយនៅពេលដែលយើងអនុវត្តមិនប្របាកទេអញ្ចឹងប្រជាពលរដ្ឋគាត់ដឹងថាគាត់យកចង្ហាន់ទៅបាំងស្គរអញ្ចឹងគាត់ទៅកន្លែងដែលប្រសង់លោកគង់ចាំទទួលចង្ហាន់បាំងស្គរបន្ទាប់មកគាត់ទៅរាប់បាតណាបន្ទាប់មកគាត់ទៅពូនភ្នំខ្សាច់បន្ទាប់មកគាត់ទៅសង់ទឹកព្រះចប់កម្មវិធីលក្ខណៈពិធីកម្មសាសនារបស់គាត់ហើយគាត់ទទួលទានអាហារជុំគ្នាក្នុងវត្តចប់សពគ្រប់ហើយដល់វគ្គទី2របស់គាត់ណាវគ្គទី2របស់គាត់គឺគាត់លេងល្បែងប្រជាប្រិយក្នុងវត្តហ្នឹងណាដោយអ្វីដែលខ្ញុំកណាខ្ញុំបាទរៀបរាប់ពីខាងដើមមកវិញមិញហ្នឹងណាមានចោលឈូងបោះអង្គុញទាញព្រាត់អី
lẹ cả say lột bài lột ấy lạ từ nâng tam ở vấy đài dương khơi cả một hiệp tầng oán đi mùi vinh tiết cho nói tí bấy nơi không nơi phong đáy cứ cao ở pi bon trôi nằm sọp bà sân chế dương kết score bẩm manของการสบายdương miênสเตซ้ำไปใจเนี้ยฉบับลอดของการโจร่วมไปที่บนบ่dươngฉบับหน้าไทยdươngหนึ่งเบอร์ตลอดแต่กันเกี่ยทานบ่dươngวิงdươngเบอร์ตลอดแต่กันไล่ถ้วยการเงี้ยบ่dươngวิงchiều mùi nâng phiệp sắp bài đi